សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើសម្លសម្លក់ម្ដងទៀតហើយម្ហូបមួយមុខនេះគឺក្នុងមួយខែប្រហែលជាធ្វើ5ទៅ6ដងហើយអ្នកទាំងអស់គ្នាម្ហូបបែបសាមញ្ញប៉ុន្តែភាគច្រើនគ្រួសារនីមួយៗតែងតែចូលចិត្តសម្លសម្លក់នេះខ្លាំងណាស់ហើយនាងខ្ញុំក៏មកអាននៅរឿងស្នេហាខុសគប់ជាបន្តទៀតឲ្យអ្នកទាំងអស់គ្នាស្ដាប់ផងដែរកាលពីវីដេអូមុនយើងនិយាយដល់ចរណៃនាងបានដេកសន្សំអាក្រក់ហើយស្រែកឲ្យគេជួយពេលនោះនរៈសង្ហាក៏ងើបមកដាស់នាងពេលវឌ្ឍនាបានដាស់នាងហើយនាងក៏បានដឹងខ្លួនឡើងហើយនាងក៏បានស្ទុះទៅឲ្យវឌ្ឍនាតែម្ដងនរៈសង្ហាយកដៃទះស្មារបស់នាងតិចៗហើយនិយាយលួងលោមថាមិនអីទេអ្នកនាងកុំភ័យអីតើមានរឿងអីទៅបានជាស្រែកលើយ៉ាងនេះចរណៃដកខ្លួនចេញពីវឌ្ឍនាហើយក៏បានរាយរាប់ប្រាប់អំពីយល់សប្តិរបស់នាងទាំងអស់ចរណៃនាងក៏និយាយថាខ្ញុំយល់សប្តិឃើញមានមេធ្មប់ម្នាក់មកចាប់ខ្ញុំបញ្ច្រកថ្នាំអ្វីម្យ៉ាងហើយធ្វើឲ្យខ្ញុំពិបាកក្នុងខ្លួនខ្លាំងណាស់ប៉ុន្តែយល់សប្តិនេះវាដូចជាការពិតមែនទែនកុំភ័យអីអ្នកនាងវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះប៉ុន្តែវាគួរឲ្យខ្លាចណាស់លោកនរៈសង្ហាក៏បានលួងលោមទៀតថាបានហើយកុំខ្លាចអីឆាប់គេងទៅវិញទៅអត់ទេខ្ញុំមិនគេងទេខ្ញុំខ្លាចយល់សប្តិឃើញបែបនោះទៀតកុំខ្លាចអីមានខ្ញុំនៅក្បែរអ្នកនាងហើយតើបើអញ្ចឹងទៅគេងនៅក្បែរខ្ញុំទៅចរណៃញញឹមបន្តិចហើយនិយាយតបទៅនរៈខ្ញុំគេងក្បែរលោកបានដែរមែនទេវឌ្ឍនាញញឹមស្រស់ហើយនិយាយតបថាបានដើម្បីកុំឲ្យអ្នកនាងខ្លាចខ្ញុំឲ្យអ្នកនាងគេងក្បែរខ្ញុំចុះនិយាយរួចហើយពួកគេក៏ទៅគេងគ្រែជាមួយគ្នានរៈសង្ហាវឌ្ឍនានិយាយទៅកាន់ស្រស់ស្រីឆាប់គេងទៅនិយាយហើយវឌ្ឍនាក៏ប្រះខ្លួនដេកទៅចំណែកឯចរណៃនាងគេងមិនលក់សោះនាងប្រែខ្លួនទៅលិចប្រែខ្លួនទៅកើតរើចុះរើឡើងធ្វើឲ្យវឌ្ឍនាក៏គេងមិនលក់តាមនាងដែរនរៈឃើញនាងគេងមិនលក់បែបនោះក៏សួរទៅចរណៃថាហេតុអីក៏មិនគេងនេះគេងមិនលក់មែនទេខ្ញុំគេងមិនលក់ទេលោកកំឡោះសង្ហាវឌ្ឍនាងើបអង្គុយផ្អែកខ្លួនទៅនឹងក្បាលគ្រែហើយនិយាយតបថាអ្នកនាងចង់គេងលក់ដែរទេគឺចង់ណាលោកប៉ុន្តែធ្វើយ៉ាងម៉េចទៅនរៈសង្ហាវឌ្ឍនាលូកដៃយកសៀវភៅមួយក្បាលពីក្នុងថតតុរបស់គេហើយនិយាយទៅកាន់ស្រស់ស្រីថារបស់នេះវាអាចជួយបានចលនាឃើញវឌ្ឍនាយកសៀវភៅមកក៏សួរថាលោកឲ្យខ្ញុំអានសៀវភៅនេះមែនទេខ្ញុំមិនចូលចិត្តអានសៀវភៅនោះទេណែអ្នកនាងសៀវភៅនេះអានហើយធ្វើឲ្យចិត្តនាងស្ងប់ទើបធ្វើឲ្យអ្នកនាងគេងលក់បានស្រួលនឹងណាចរណៃស្រីក៏តបទៅវិញថាបើអញ្ចឹងលោកជួយអានឲ្យខ្ញុំស្ដាប់បន្តិចបានទេក៏បានចាំខ្ញុំអានឲ្យអ្នកនាងស្ដាប់ចុះនិយាយរួចវឌ្ឍនាក៏ចាប់ផ្ដើមអានសៀវភៅឲ្យចរណៃស្ដាប់នរៈអានមិនទាន់បាន10នាទីផងចរណៃក៏គេងលក់តែម្ដងទៅវឌ្ឍនាឃើញចរណៃគេងលក់ហើយគេក៏និយាយទៅកាន់ចរណៃទាំងទឹកមុខញញឹមស្រស់ថាក្រែងថាគេងមិនលក់មែនទេវឌ្ឍនាបានសម្លឹងមើលមុខចរណៃដែលកំពុងតែគេងហើយនិយាយទៅកាន់នាងថានេះតើមានរឿងអីកើតឡើងទៅលើនាងទៅចរណៃហេតុអីបានជានាងខ្លាយទៅជាបែបនេះនរៈសង្ហាវឌ្ឍនាទាញខួយមកដណ្ដប់ឲ្យស្រស់ស្រីហើយគេក៏គេងទៅពេលព្រឹកព្រលឹមក៏មកដល់ចរណៃបានទៅរកម្ចាស់ទឹកដីនរៈរាជដើម្បីឲ្យជួយពិភាក្សារឿងយល់សប្តិរបស់នាងទៅដល់នាងក៏ស្រែកហៅលោកម្ចាស់ទឹកដីថាលោកព្រះភូមិលោកនៅដែរទេលោកនរៈរាជតើលោកនៅដែរទេពេលនោះនរៈរាជក៏ចេញមកហើយក៏សួរទៅចរណៃថាចរណៃតើមានរឿងអីទៅបានជាមករកខ្ញុំទាំងព្រឹកព្រលឹមបែបនេះគឺខ្ញុំមានការចង់ពិភាក្សាជាមួយលោកនឹងណានរៈរាជក៏សួរថាតើមានរឿងអីទៅចរណៃក៏បានរាយរាប់ប្រាប់ទៅសុបិនរបស់នាងឲ្យនរៈរាជស្ដាប់ទាំងអស់រាយរាប់រួចហើយចរណៃក៏និយាយទៅនរៈរាជប៉ុន្តែនៅក្នុងយល់សប្តិនោះដូចជាការពិតខ្លាំងណាស់នរៈរាជស្ដាប់សម្ដីស្រស់ស្រីហើយក៏និយាយតបទៅវិញថា
នេះប្រហែលជាអ្នកនាងចាប់ផ្ដើមមានការចងចាំទេដឹង? ប្រហែលហើយមើលទៅ ប៉ុន្តែហេតុអីក៏លោកដឹងថាខ្ញុំបាត់ការចងចាំ? នាងររាយក៏តបទៅវិញថា គឺខ្ញុំដឹងរឿងរបស់នាងច្រើនទៀតឯណោះ ចលនាស្រីក៏សួរ នេះលោកដឹងរឿងរបស់ខ្ញុំច្រើនណាស់មែនទេ? តើលោកអាចនិយាយប្រាប់ខ្ញុំផងបានទេ? នាងររាយក៏ប្រកែកថា មិនបាន នៅមិនទាន់ដល់ពេលដឹងនៅឡើយទេ